បាទសូមជម្រាបសួរអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងនាំបងប្អូនសិក្សាអំពីបាទ WH question អញ្ចឹងថាតើ WH question ហ្នឹងមានចំនួនប្រមាណហើយរបៀបប្រើប្រាស់យ៉ាងម៉េចអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរបងប្អូនអាចមើលវីដេអូនេះបានបាទជាដំបូងបាទយើងនឹងសិក្សាអំពី WH question បាទអញ្ចឹងមានន័យថាពាក្យសំណួរផ្ដើមដោយ WH question សំខាន់មានដូចខាងក្រោមអូខេអញ្ចឹងទី1គឺយើងសិក្សាអំពី who បាទសួរអំពីមនុស្សអញ្ចឹង who នេះគឺសួរតកតងជាមួយនឹងមនុស្សបាទអញ្ចឹងឧទាហរណ៍ខាងក្រោមបាទគេដាក់ថា who is your teacher បាទ who is your teacher តើអ្នកណាជាគ្រូរបស់អ្នកបាទអញ្ចឹងនេះគឺជាការប្រើប្រាស់នៅពាក្យ who បាទអញ្ចឹងបន្ទាប់មកទៀតយើងមានពាក្យថា what បាទ what សួរអំពីវត្ថុឬក៏ព័ត៌មានបាទអញ្ចឹងឧទាហរណ៍នៅខាងក្រោមមានដូចជាបាទ What is your favorite food បាទអញ្ចឹងគេដាក់ថា What is your favorite food ម្ហូបដែលអ្នកចូលចិត្តបំផុតគឺអ្វីបាទអញ្ចឹងនេះគឺជាការសួរអំពីវត្ថុឬក៏ព័ត៌មានបាទអញ្ចឹងយើងបន្តទៅទៀតបាទដោយផ្ដើមដោយ WH question ដូចគ្នាគឺតកតងជាមួយនឹង where បាទ where គឺសួរអំពីទីតាំងបាទអញ្ចឹងសួរអំពីទីតាំងអញ្ចឹងឧទាហរណ៍ខាងក្រោមគេដាក់ថា where do you live បាទ where do you live តើអ្នករស់នៅទីណាបាទអញ្ចឹងយើងចង់បញ្ជាក់អំពីទីតាំងដែលយើងកំពុងតែធ្វើការរស់នៅបាទអញ្ចឹងយើងនឹងបន្តទៅពាក្យ WH question បន្តទៀតបាទនេះគឺជា WH question បាទដែលផ្ដើមដោយពាក្យថា when បាទ when សួរអំពីពេលវេលាអញ្ចឹងគេចង់ដឹងយើងពេលវេលាប្រមាណគឺយើងត្រូវប្រើសំណួរជាមួយនឹង WH question គឺ when បាទអញ្ចឹងយើងតនៅខាងក្រោមដូចឧទាហរណ៍ថា when is your birthday បាទ when is your birthday បាទអញ្ចឹងថ្ងៃកំណើតរបស់អ្នកគឺពេលណាបាទតើថ្ងៃកំណើតរបស់អ្នកគឺពេលណានេះគឺជាការប្រើប្រាស់ WH question ផ្ដើមដោយពាក្យ when បាទហើយបន្តមកទៀតគឺមានពាក្យថា why បាទ why គឺសួរអំពីហេតុហើយនឹងផលបាទអញ្ចឹងដើម្បីបាទឲ្យកាន់តែច្បាស់គឺខ្ញុំដាក់ឧទាហរណ៍នៅខាងក្រោមដែលគេដាក់ថា why are you late អូខេណា why you late អូខេហេតុអ្វីបានជាអ្នកមកយឺតបាទគឺសំណួរផ្ដើមដោយអក្សរ y គឺគេសួរអំពីហេតុផលហេតុអីបានជាយើងមកយឺតណាបាទអញ្ចឹងបន្តទៅទៀតដែលមានពាក្យថា which បាទ which អញ្ចឹងសួរអំពីជំរើសតែជំរើសមួយណាដែលយើងពេញចិត្តឬក៏ត្រូវការអ្វីគឺចូលចិត្តអ្វីអញ្ចឹងទៅបាទអញ្ចឹងឧទាហរណ៍នៅខាងក្រោមមានពាក្យថា which color do you like អូខេណាដាក់ថា which color do you like តើអ្នកចូលចិត្តពណ៌អ្វីបាទអញ្ចឹង WH question នេះគឺយើងនៅមានបន្តទៀតបាទអញ្ចឹងយើងចូលទៅថ្មីមួយទៀតបាទនេះគឺជា WH question បន្តទៀតបាទអញ្ចឹងយើងនឹងបន្ថែមពាក្យបាទនឹងពាក្យមួយទៀតគឺមានពាក្យថាអូខេ whose បាទគឺសួរអំពីកម្មសិទ្ធិឬក៏ភាពជារបស់អញ្ចឹងរបស់នរណាម្នាក់អញ្ចឹងណាបាទគេបញ្ជាក់អញ្ចឹងហើយឧទាហរណ៍នៅខាងក្រោមដែលខ្ញុំដាក់នៅខាងក្រោមនេះឧទាហរណ៍ថា whose book is this បាទអញ្ចឹងសំណួរខាងក្រោមនេះខ្ញុំអធិស្ឋានផងបាទអញ្ចឹងខ្ញុំទៅសេខុសកន្លែងនេះបាទអូខេអញ្ចឹងគេដាក់ថាតើសិភៅនេះជារបស់អ្នកណាអញ្ចឹងណាបាទតើសិភៅនេះជារបស់អ្នកណាបាទអញ្ចឹងបន្តមកទៀតផ្ដើមដោយ WH question ដូចគ្នាមានពាក្យថា whom បាទអានថា whom សួរអំពីមនុស្សបាទអញ្ចឹងផ្លូវការប្រើជាគោលការណ៍នៃកិរិយាសព្ទតែម្ដងបាទអញ្ចឹងខ្ញុំដាក់បញ្ជាក់វងកញ្ចក់នឹងតែម្ដងដើម្បីយើងងាយយល់តែម្ដងបាទអញ្ចឹងឧទាហរណ៍នៅខាងក្រោមមានដូចពាក្យថាអូខេ whom did you meet yesterday whom did you meet yesterday អូខេអ្នកបានជួបនរណាម្សិលមិញណាអូខេអ្នកបានជួបនរណាម្សិលមិញអញ្ចឹងសួរអំពីមនុស្សហើយវាជាផ្លូវការទៀតតែម្ដងណាជាក់លាក់អូខេតោះអញ្ចឹងបន្តមកទៀតមានពាក្យថា how អូខេមានពាក្យថា how
how សួរអំពីបាទវិធីឬក៏ស្ថានភាពឬក៏លក្ខខណ្ឌបាទអញ្ចឹងឧទាហរណ៍នៅខាងក្រោមបាទគេដាក់ថា how are you គេ how are you តើអ្នកសុខសប្បាយដែរឬទេឬក៏របៀបណាអញ្ចឹងណាបាទនេះគឺពាក្យទាំងអស់នៃ WH question យើងហ្នឹងមានចំនួនទាំងអស់គឺ9បាទអញ្ចឹងគឺមានកត់ចំណាំមួយដែលខ្ញុំត្រូវតែលើកបញ្ជាក់បងប្អូនទាំងអស់គ្នាបាទនេះបាទយើងគឺចំណាំតែម្ដងណាបងប្អូនណាអញ្ចឹងមានន័យថាទោះបីជា how ហ្នឹងមិនចាប់ផ្ដើមដោយ WH ក៏ដោយប៉ុន្តែវាត្រូវបានរួមបញ្ចូលដោយសារវាបង្កើតជាសំណួរច្រើនដូចគ្នាអូខេតោះអញ្ចឹងឧទាហរណ៍នៅខាងក្រោមមានដូចជា how much អូខេ how much តម្លៃប៉ុន្មាន how many ចំនួនប៉ុន្មានអូខេណា how many ចំនួនប៉ុន្មានតទៀត how long អូខេ how long រយៈពេលប៉ុន្មាននិង how often ជាញឹកញាប់បាទអញ្ចឹងនេះគឺជាការសិក្សាអំពី WH question គឺមានត្រឹមតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនគាត់ថាមានអត្ថប្រយោជន៍អាចធ្វើការចែករំលែកបានអរគុណសូមជម្រាបលា